ក្រាកនៅអាស៊ីហើយក៏មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រខ្មែរយើងខ្ញុំសួរបងប្អូនមួយរវាងពាក្យប្រលេងត្រីនិងលេងត្រីតើមួយណាដែលត្រឹមត្រូវនៅក្នុង poster មួយនេះកុំភ្លេច comment នៅខាងក្រោម Gansberg លេងឈុតធំប្រកម្មមហាព្រឹត្តិការណ៍លេងកូនត្រី17លានក្បាលធំជាងគេបង្អស់នៅអាស៊ីដើម្បីអបអរសាទរជ័យលាភីមេដាយមាសកម្រិតពិភពលោកពី Moon Selection ឆ្នាំ2026និងអបអរទិវាមច្ឆជាតិ Gansberg បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយដែលមិនធ្លាប់មានក្រុមយុទ្ធនាការ Gansberg Fit for Future 17លានក្បាល17លានក្តីស្រមៃនេះមិនមែនត្រឹមតែជាតួលេខដ៏ច្រើនសន្ធឹកសន្ធាប់នោះទេតែវាគឺជាសកម្មភាពមួយដើម្បីជួយជាតិការប្រឡែងកូនត្រីដ៏ធំបំផុតនេះគឺជាការវិនិយោគដ៏មហាសាលសម្រាប់ធម្មជាតិព្រោះប្រឡែងនៅថ្ងៃនេះគឺសម្បូរនៅថ្ងៃស្អែកដើម្បីបង្កើតធនធានបង្កើតជីវភាពនិងសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋខ្មែរហើយ Gansberg ប្រឡែងត្រីថ្ងៃនេះដើម្បីអនាគតនិងប្រជាជនខ្មែរអ្នកចំនួនក្រោយសម្រាប់យុទ្ធនាការនេះ Gansberg បានត្រៀមពូជត្រីជាច្រើនប្រភេទដូចជាត្រីប្រាត្រីអណ្ដែងត្រីក្រាញ់ត្រីឆ្កោត្រីឆ្លាំងត្រីខ្ចាត្រីក្រុមត្រីប្រឡូងត្រីក្រាយត្រីសណ្ដែកត្រីកុលរៀងត្រីត្រចៀកដំរីត្រីរៀកនិងត្រីខ្ជិងជាដើមតែប៉ុណ្ណឹងដូចជាមិនទាន់គ្រប់ប្រភេទទេតើបងប្អូនទាំងអស់គ្នាគិតថាយុទ្ធនាការដ៏ធំនេះនៅខ្វះពូជត្រីអីខ្លះចង់ឲ្យពួកគាត់ទៅប្រឡែងបន្ថែមទៀតកុំភ្លេច comment នៅក្នុងវីដេអូនេះ Gansberg រួមគ្នាបង្កើតប្រវត្តិសាស្ត្រដើម្បីធម្មជាតិនិងអនាគតជាតិរបស់យើង